ជំរាបសួរអ្នកគ្រូសម្រាប់វីដេអូនេះគឺខ្ញុំធ្វើតំណាងក្រុមទី4ថ្នាក់វិទ្យាសាស្ត្រដែលយើងធ្វើអំពីប្រអប់រក្សាសីតុណ្ហភាពក្នុងអត្ថន័យហ្នឹងគឺយើងចង់យកការ៉េមទៅដាក់ក្នុងប្រអប់ហ្នឹងឲ្យរក្សាថាមិនរលាយរហូតដល់មាត់ទន្លេអញ្ចឹងទៅដែលក្នុងនេះក្រុមរបស់យើងខ្ញុំមានគ្នាចំនួនមានសមាជិកចំនួន7នាក់ប៉ុន្តែអ្នកគ្រូម្នាក់ឈ្មោះអាចសុគិតគាត់សុំច្បាប់ទៅមុនដោយសារតែគាត់បញ្ញាប់មានការកូនខ្ចីនិយាយអស់ទៅអញ្ចឹងណាអញ្ចឹងអ្នកគ្រូយកយល់អញ្ចឹងក្នុងនោះមានខ្ញុំបាទឡែនសំអឿននាងខ្ញុំឡាយសមាលីនាងខ្ញុំសុកធីតាចានាងខ្ញុំហ៊ាន់ស៊ីវមីនាងខ្ញុំហេងស្រីញ៉ាញ់នាងខ្ញុំសាយស្រីណិតបាទជាមួយនឹងប្រអប់មួយនេះគឺយើងធ្វើឡើងពីអ៊ីសឡង់ដែលយើងរៀបចំឡើងគឺជាសម្ភារៈដែលប្រើប្រាស់ដែលថាអាចកែច្នៃបានណាគឺมันអស់ប្រាក់នៅក្នុងការទិញទេប៉ុន្តែនៅក្នុងប្រអប់នេះគឺយើងអត់ទាន់បានជាមួយនឹងការដាក់ការ៉េមទេហើយដោយសារតែលោកគ្រូអ្នកគ្រូខ្លះគាត់នៅផ្ទះឆ្ងាយគាត់សុំទៅមុនអញ្ចឹងហើយខ្ញុំសុំថតវីដេអូហើយបន្តមកទៀតខ្ញុំនឹងធ្វើការកាត់វីដេអូរបស់ខ្ញុំទិញការ៉េមហើយនឹងស្ទង់ពេលវេលាថាបានរយៈពេលប៉ុន្មាននៅតាមក្រោយទៅទៀតឥឡូវនេះខ្ញុំបានទិញការ៉េមរួមជាមួយនឹងទឹកកកចំនួន500រៀលដែលទទួលបានបរិមាណចំនួន1គីឡូក្រាមគ្រាន់តែថាប្រអប់យើងវារាងតូចដែរណាដល់អញ្ចឹងគឺយើងអត់អាចដាក់ទាំងអស់ទេហើយណាមួយទឹកកក1គីឡូឃើញថាដូចច្រើនផងដែរយើងគ្រាន់តែចង់បានសីតុណ្ហភាពត្រជាក់នៅក្នុងប្រអប់ហ្នឹងដើម្បីដាក់ការ៉េមរបស់យើងកុំឲ្យឆាប់រលាយខ្លាំងពេកបាទឥឡូវនេះគឺរយៈពេល20នាទីជាង20នាទីឥឡូវ21នាទីហើយអញ្ចឹងធុងការ៉េមរបស់យើងនិយាយពីធុងរក្សាសីតុណ្ហភាពរបស់យើងឥឡូវខ្ញុំបើកមើលថាតើការ៉េមគឺលក្ខណៈថានៅស្ថានភាពដដែលអាចយកមកញ៉ាំឬក៏ត្រជាក់ឬក៏លាយព្រោះយើងអត់បានដឹងទាំងអស់គ្នាណាចាំឥឡូវយើងមកមើលទាំងអស់គ្នាថាតើគុណភាពនៃប្រអប់រក្សាសីតុណ្ហភាពរបស់យើងគឺប្រើការបានអត់ទេ20នាទីហ្នឹងអូខេ unboxing gram នៅញ៉ាំបានអូខេនេះគឺ gram ហើយបើតាមតែមើលទៅលក្ខណៈទៅរាងកកជាងមុនទៀតអញ្ចឹងខ្ញុំគិតថាបើសិនជាបន្តលើសពី20នាទីទៅ40នាទីឬក៏50នាទីខ្ញុំគិតថានៅតែកកដដែលដោយសារតែនេះនៅក្នុងនេះគឺអត់មានសាច់ទឹកដែលរលាយច្រើនទេគឺទឹកហ្នឹងគឺរលាយតិចដែរទេទឹកកករយៈពេល20នាទីហ្នឹងគឺរលាយតិចទេអាហ្នឹងតាមការប៉ាន់ស្មានរបស់ខ្ញុំណាប៉ុន្តែអ្វីដែលពួកយើងធ្វើបានក្រុមយើងធ្វើបានហ្នឹងគឺរយៈពេល20នាទីគឺអត់ទាន់រលាយទេអត់ទាន់រលាយការ៉េមទេអញ្ចឹងយើងគិតថាបេសកកម្មរបស់យើង20នាទីនេះគឺចប់តែប៉ុណ្ណឹងសូមអរគុណ